នេះគឺជាវិធីដ៏ល្អមួយដែលអ្នកវិនិយោគភាគច្រើនប្រើប្រាស់ដើម្បីទិញផ្ទះសម្រាប់ដាក់ជួលវាគឺជា the ACO loan ដែលអ្នកទាំងអស់គ្នាមិនតម្រូវឲ្យមានចំណូលផ្ទាល់ខ្លួនឬក៏មានការងារធ្វើនោះទេក៏ប៉ុន្តែធនាគារនឹងពិនិត្យមើលទៅលើចំណូលដែលនឹងទទួលបានពីការជួលផ្ទះចំនួនវិញធនាគារនឹងពិនិត្យមើលថាតើផ្ទះដែលអ្នកទាំងអស់គ្នាចង់ទិញនឹងជួលបានក្នុងមួយខែតម្លៃប៉ុន្មានហើយបើសិនជាចំណូលនោះធំជាងឬស្មើនឹងតម្លៃដែលត្រូវបង់សងទៅធនាគារវិញប្រចាំខែនោះមានន័យថាអ្នកទាំងអស់គ្នាអាចខ្ចីលុយទិញផ្ទះនោះបានកម្ចីប្រភេទនេះមិនតម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវមានកុងត្រាជួលឬក៏មានអ្នកជួលស្រាប់នោះទេគឺធនាគារនឹងផ្ដល់កម្ចីដោយផ្អែកទៅលើរបាយការណ៍ដែលវាតម្លៃដោយអ្នកវាតម្លៃអចលនវត្ថុចំនួនវិញបើសិនជាអ្នកទាំងអស់គ្នាចង់ទិញផ្ទះច្រើនសម្រាប់ដាក់ជួលអ្នកទាំងអស់គ្នាអាចពិចារណាទៅលើកម្ចីប្រភេទនេះដោយសារតែធនាគារមិនពិនិត្យមើលទៅលើឯកសារចំណូលរបស់អ្នកទាំងអស់គ្នាហើយក៏មិនពិនិត្យមើលទៅលើបំណុលដែលអ្នកទាំងអស់គ្នាជំពាក់នោះទេលក្ខខណ្ឌខ្លះៗដែលអ្នកទាំងអស់គ្នាត្រូវមានគឺអ្នកទាំងអស់គ្នាត្រូវមាន down payment យ៉ាងហោចណាស់ពី 15% ឡើងទៅហើយត្រូវមាន credit score ចាប់ពី640ឡើងទៅហើយអ្នកទាំងអស់គ្នាក៏ត្រូវមានលុយសម្រាប់ closing cost ហើយនិង reserve ផងដែរបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ផ្សេងៗតាក់ទងជាមួយកម្ចីប្រភេទនេះអ្នកទាំងអស់គ្នាអាចតាក់ទងមកខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទដូចខាងក្រោមឬក៏តាមរយៈ Facebook Messenger ក៏បាននាងខ្ញុំឈ្មោះ Marina ជា loan officer នៅសហរដ្ឋអាមេរិក